សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតទៅជាមួយនឹងការប្រើប្រាស់ទៅលើ Centerline អញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី SolidWorks អូខេឥឡូវខ្ញុំចូលទៅបង្កើត project មួយមកខ្ញុំ click ពី new បន្តមកទៀតគឺខ្ញុំ click យកពាក្យថា OK អញ្ចឹងយើងបានបង្កើត project មួយហើយឈ្មោះថា R1 ខ្ញុំកែវាដាក់ millimeter ទៅដើម្បីងាយស្រួលអញ្ចឹងបងប្អូន click កន្លែង sketch នេះមកហើយយើងចូលមកកន្លែងនេះ click សញ្ញាព្រួយនេះអញ្ចឹងនៅកន្លែងនេះគេដាក់ថា Centerline ហ្នឹងគឺវាដូចជាមួយនឹង line នេះដែរក៏ប៉ុន្តែ Centerline នេះគេប្រើវាដើម្បីធ្វើជា reference ធ្វើជាចំណុចធៀបធ្វើជាចំណុចឬក៏ជាបន្ទាត់ឆ្លោះក្នុងការបង្កើត sketch ផ្សេងទៀតឬក៏ធ្វើជា abscess អញ្ចឹងគឺឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើការបង្កើត sketch មួយឥឡូវខ្ញុំ click ទៅលើ Centerline មកបន្តមកទៀតខ្ញុំ click ទៅលើ Plong Front ខ្ញុំចង់ធ្វើការបង្កើត sketch មួយជារង្វង់ចេញពីចំណុចនេះពីចំណុច origin នេះមកខាងនេះចម្ងាយវាគឺ150 មីលីម៉ែត្រហើយខ្ញុំបង្កើតរង្វង់នៅកន្លែងនេះអញ្ចឹងគឺខ្ញុំធ្វើការបង្កើតជា Centerline មួយដែលជាបន្ទាត់តំណាងប្រវែងវាចេញពីចំណុចនេះមកដល់ចំណុចចិត្តនៃរង្វង់គឺ150ម៉ែត្រអញ្ចឹងខ្ញុំគ្រាន់តែធ្វើការ click វាមួយមកខ្ញុំ move mouse របស់យើងហើយខ្ញុំ click វាមួយខ្ញុំបែរ click ខ្ញុំយកពាក្យថា select បន្តមកទៀតគឺខ្ញុំកំណត់ទៅលើប្រវែងនៃបន្ទាត់នេះអញ្ចឹងបន្ទាត់នេះគឺជាបន្ទាត់ Centerline ហ្នឹងអញ្ចឹងគឺខ្ញុំចូលមក sketch មកខ្ញុំចូលមក smart dimension ខ្ញុំកំណត់ប្រវែងរបស់វាគឺ150មីលីម៉ែត្រអញ្ចឹងខ្ញុំបញ្ចូលមក150មីលីម៉ែត្រហើយខ្ញុំធ្វើការ tick ដើម្បី confirm វាអញ្ចឹងយើងបានប៉ុណ្្នឹងហើយចឹងយើងដឹងថាពីចំណុចនេះមកចំណុចនេះគឺ150មីលីម៉ែត្រឬក៏បន្ទាត់ហ្នឹងយើងនិយាយភាសាមួយទៀតគឺបន្ទាត់ហ្នឹងគឺមានប្រវែង150មីលីម៉ែត្រហើយខ្ញុំចូលទៅបង្កើតរង្វង់មួយទៀតខ្ញុំបង្កើតរង្វង់នៅកន្លែងនេះនៅត្រង់ចំណុចចុងនៃបន្ទាត់ Centerline ហ្នឹងអញ្ចឹងខ្ញុំកំណត់ចំណុចហ្នឹងគឺជាចំណុចចិត្តខ្ញុំ click វាមួយមកហើយ move មកជាងក្រៅបន្តមកទៀតគឺខ្ញុំចូលមក sketch ខ្ញុំកំណត់ទៅលើកប់ចិត្តរបស់វាអញ្ចឹងកប់ចិត្តរបស់វាគឺខ្ញុំដាក់30មីលីម៉ែត្រហើយ enter អញ្ចឹងយើងដឹងថាម៉េចយើងដឹងថារង្វង់នេះបើសិនបើយើងធៀបពីចំណុចចិត្តឬក៏ជាចំណុច origin មកដល់ចំណុចចិត្តនៃរង្វង់ហ្នឹងគឺ150មីលីម៉ែត្រដោយយើងប្រើប្រាស់ទៅលើ Centerline ដើម្បីធ្វើជាគោលឬធ្វើជា reference ជាបន្ទាត់តំណាងឲ្យប្រវែងរបស់វាហ្នឹងគឺ150មីលីម៉ែត្រពីចំណុច origin មកចំណុចចិត្តនៃរង្វង់ខ្ញុំធ្វើការបង្កើតរង្វង់ដូចនេះមួយទៀតដែលវារៀងគ្នាហើយមុំដែលបង្កើតដោយបន្ទាត់ Centerline ដែលខ្ញុំចង់បង្កើតបន្ទាត់ Centerline មួយទៀតដើម្បីធ្វើការគូសរង្វង់ដូចគ្នានឹងដែរគឺ45ដឺក្រេហើយប្រវែងវាគឺ150មីលីម៉ែត្រដដែលអញ្ចឹងគឺខ្ញុំចូលទៅធ្វើការ click ទៅលើ sketch នឹងដដែលហើយខ្ញុំយក Centerline ហើយខ្ញុំធ្វើការ click ដើម្បីធ្វើការដៅចំណុចចាប់ផ្ដើមនៃបន្ទាត់ Centerline ហ្នឹងហើយ move វាឲ្យវារៀងគ្នាជាមួយនឹងរង្វង់ទី1មកហើយខ្ញុំ click ខ្ញុំធ្វើការ right click ខ្ញុំយកពាក្យថា select អូខេអញ្ចឹងខ្ញុំធ្វើការកំណត់ទៅលើមុំដែលពុំឡើងឬក៏ដែលបង្កើតឡើងដោយបន្ទាត់ពីរហ្នឹងដែលមានចំណុចរួមនៅកន្លែងនេះគឺ45ដឺក្រេអញ្ចឹងខ្ញុំចូលមកកន្លែង sketch ខ្ញុំ click ទៅលើ smart dimension click ទៅលើបន្ទាត់ពីរហ្នឹងមកសំទោម្ដងទៀតចុច escape សិនម្ដងទៀតខ្ញុំចុច control C សិនខ្ញុំបង្កើតម្ដងទៀតបន្តមកទៀតគឺខ្ញុំចូលមក smart
dimension ខ្ញុំកំណត់ម្ដងទៀតអូខេគឺ45ខ្ញុំបែរលេខ45 degree មកហើយ enter ដើម្បីធ្វើការ confirm វាអញ្ចឹងមានន័យថាម៉េចមានន័យថាបន្ទាត់ពីនេះតែមានគោលរួមកន្លែងនេះគឺវាបង្កើតបានមុំមួយគឺ45 degree ហើយខ្ញុំធ្វើការកំណត់ទៅលើប្រវែងនៃបន្ទាត់ហ្នឹងគឺ150 មីលីម៉ែត្រហើយ enter អូខេហើយខ្ញុំចាប់ផ្ដើមធ្វើការបង្កើតរង្វង់មួយទៀតដែលនៅត្រង់ចំណុចនេះឥឡូវខ្ញុំធ្វើការ pan វាទៅក្រោមសិនខ្ញុំចូលមក sketch ចូលមក cycle ហើយខ្ញុំគូសវា click ដើម្បី set ចំណុចផ្ចិតនៃរង្វង់ហើយ move មកជាក្រៅរបៀបនេះហើយ click ទី1ខ្ញុំប្រើប្រាស់ទៅលើ smart dimension ដើម្បីធ្វើការកំណត់ទៅលើប្រវែងតបផ្ចិតរបស់វាខ្ញុំដាក់វា30អូខេហើយជា confirm ឃើញអត់អញ្ចឹងមានន័យថាបើសិនបើយើងមានបន្ទាត់ center line នេះគឺយើងធ្វើការងាយស្រួលដោយយើងប្រើប្រាស់វាជា reference អូខេអញ្ចឹងគឺយើងចង់បង្កើតរង្វង់ពីររៀងគ្នាហើយមានចម្ងាយស្មើគ្នាពីចំណុច origin មកចំណុចផ្ចិតនៃរង្វង់ហើយវារៀងគ្នានឹងវាបង្កើតបានជាមុំ45 degree អញ្ចឹងគឺយើងប្រើប្រាស់ center line នេះដើម្បីធ្វើជាបន្ទាត់តាងប្រវែងហើយនឹងតាងទៅលើទំហំមុំដែលគុំឡើងដោយចំណុចផ្ចិតជាមួយនឹងចំណុច origin 45 degree ហ្នឹងគឺវាងាយអញ្ចឹងគេប្រើវាអញ្ចឹងបន្តមកទៀតសម្រាប់ center line ហ្នឹងគឺគេប្រើវាជាបន្ទាត់ឆ្លុះឥឡូវឧបមាថាខ្ញុំបង្កើតបន្ទាត់នេះទៅលើនេះខ្ញុំបង្កើតបន្ទាត់នៅហ្នឹងមកវាមួយទៀតហើយខ្ញុំធ្វើការ right click ដើម្បីយកវា select ដើម្បីបញ្ចប់វាអូខេអញ្ចឹងខ្ញុំបានបង្កើតបន្ទាត់មួយនេះដើម្បីឲ្យវា tangent ជាមួយនឹងនេះ tangent ជាមួយក្នុងនៃរង្វង់នេះហើយវា tangent ជាមួយក្នុងរង្វង់នេះអានេះ tangent ផងហើយវាប៉ះផងទៀតយើងរៀនអត់តដល់តកតងជាមួយនឹង constraint ខ្ញុំដាក់ hand វាមកលើបន្តិចឧបមាថាខ្ញុំចង់ធ្វើការបង្កើតបន្ទាត់របៀបនេះឲ្យវានៅខាងនេះមួយទៀតអញ្ចឹងគឺយើងមិនបាច់ចាំធ្វើការបង្កើតបន្ទាត់នេះចូលទៅ line ហើយគូសវាម្ដងទៀតទេគឺយើងប្រើប្រាស់ center line ធ្វើជាចំណុចឆ្លុះមានន័យថាជាចំណុចឆ្លុះដើម្បី mirror បន្ទាត់នេះមកខាងនេះអូខេឥឡូវខ្ញុំចូលទៅប្រើប្រាស់ទៅលើ center line ដដែលនេះ click ទៅវាមកខ្ញុំ click ពីចំណុចផ្ចិតនៃរង្វង់ទី2មកចំណុចផ្ចិតនៃរង្វង់ទី1ហើយ right click ហើយយកវាថា select អូខេអញ្ចឹងបន្តមកទៀតគឺខ្ញុំ click select នេះមកខ្ញុំ click ទៅលើបន្ទាត់នេះគឺស្អីខ្ញុំចង់បង្កើតបន្ទាត់មួយនេះឲ្យវាមកខាងជ្រុងនេះមួយទៀតដោយប្រើប្រាស់ center line នេះគឺជាចំណុចឆ្លុះអូខេខ្ញុំ click ទៅវាមកហើយខ្ញុំចូលមកកន្លែង sketch ខ្ញុំយកពាក្យថាmirror entity click លើវាបន្តមកទៀតគឺខ្ញុំនេះកន្លែងនេះ mirror about មានន័យថាយើង click ទៅលើបន្ទាត់ center line ហ្នឹងដែលយើងប្រើប្រាស់វាជាបន្ទាត់ឆ្លុះអញ្ចឹងយើង click មកអញ្ចឹងកាលណាយើងនិយាយឆ្លុះគឺវាស្មើគ្នាមានន័យថាបន្ទាត់នេះវាឆ្លុះជាមួយនឹងបន្ទាត់នេះដោយធៀបជាមួយនឹង center line ជាងទៅវាបង្កើតបន្ទាត់ថ្មីមួយយើងហើយយើង click OK មកអូខេអញ្ចឹងយើងបានបង្កើត sketch ដែលជាបន្ទាត់មួយទៀតដោយយើងមិនបាច់ចាំបាច់ធ្វើការគូវាប៉ុន្តែយើងប្រើប្រាស់ mirror ក្នុងការបង្កើតវាដោយយើងប្រើប្រាស់ទៅលើ center line នេះគឺជាបន្ទាត់ឆ្លុះហើយខ្ញុំចូលមក sketch ខ្ញុំ click trim entity ហើយខ្ញុំធ្វើការកាត់អានេះចោលខ្ញុំអូកាត់ពីលើវាមកអូខេហើយខ្ញុំកាត់វាដែរអូខេនៅកន្លែងនេះឥឡូវខ្ញុំទាញវាឡើងមកលើបន្តិចហើយខ្ញុំ trim ដែរគឺខ្ញុំធ្វើការ click មកហើយអូកាត់វាដើម្បីកាត់វាអូខេយើងបានប៉ុណ្ណឹងឧទាហរណ៍ថាវាយើងចង់បានតែប៉ុណ្្នឹងឯងហើយខ្ញុំ move វាឡើងលើតិចមកខ្ញុំចង់បង្កើតជាវត្ថុ 3D មួយដោយប្រើប្រាស់ sketch ហ្នឹងអញ្ចឹងគឺខ្ញុំចង់បង្កើតវាជាលក្ខណៈ revolve អញ្ចឹងខ្ញុំ click អានេះមួយមក confirm វាអញ្
ចឹងគឺខ្ញុំបង្កើតជា center line មួយធ្វើជាបន្ទាត់ axis ខ្ញុំ click វាមួយមក right click ហើយ select អូខេចឹងនេះគឺជាចំណុចនៃរង្វិលវាខ្ញុំចង់យក sketch នេះដែលយើងបង្កើតបាននេះគឺនឹង revolve ពាក្យថា revolve មានន័យថាបង្កើតដោយធៀបជាមួយនឹងចំណុច axis កណ្ដាលមួយអញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការ click វាមកហើយខ្ញុំចូលមកកន្លែង feature click យកពាក្យថា revolve អូខេអញ្ចឹងបន្តមកទៀតគឺយើង click គេដាក់ axis of revolution អញ្ចឹងគឺខ្ញុំនឹងធ្វើការ click select ទៅលើបន្ទាត់ center line ហ្នឹងដោយសារខ្ញុំប្រើប្រាស់វាជាចំណុច axis អូខេឬក៏យើងហៅថាជាបន្ទាត់ axis ហ្នឹង click លើវាមកអញ្ចឹងឃើញអត់គឺវាធ្វើការ revolve មានន័យវាបង្វិលមួយជុំដោយប្រើប្រាស់បន្ទាត់ center line ហ្នឹងគឺជាបន្ទាត់ axis ជាបន្ទាត់ចំណុចកណ្ដាលហ្នឹងអូខេហើយយើងចុច confirm វាឃើញអត់អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីរបៀបនៃការប្រើប្រាស់ទៅលើ center line ការប្រើប្រាស់វាដូចជាមួយនឹង line ដែរក្នុងការគូសវាក៏ប៉ុន្តែ center line នេះគឺជាបន្ទាត់មួយដែលគេប្រើដើម្បីធ្វើជា reference ធ្វើជាបន្ទាត់ reference ឬក៏ជាបន្ទាត់តំណាងក្នុងការគូសប្រវែងក្នុងការធ្វើជាបន្ទាត់ឆ្លោះឬក៏ជាបន្ទាត់ axis តែប៉ុណ្ណោះអូខេអញ្ចឹងសូមអរគុណសូមជម្រាបលា